សួស្តីបងប្អូនអរគ្នានេះគឺជាដំណើរកម្សាន្តមួយដែលមិនបានព្រៀងទុកនឹកឃើញភ្លាមមកផ្លែតែម្ដងហើយពួកខ្ញុំក៏បានមកដល់ដែរនេះគឺជាក្មួយៗរបស់ខ្ញុំហើយយើងធ្វើដំណើរដោយម៉ូតូរយៈពេលជិត2ម៉ោងបានមកដល់ហើយបើនិយាយពីតាមផ្លូវវិញបើនិយាយទៅបងប្អូនក្តៅមែនទែនតែដោយសារអារម្មណ៍ចង់មកហើយគឺទ្រាំបន្តិចហើយតែពេលបានមកដល់គ្រប់យ៉ាងវាហួសពីការរំពឹងទុកធ្លាប់តែខ្ញុំមករដងវាអត់ស្ទើរមានទឹកចឹងទេហើយសារនេះមកទឹកច្រើនហើយទឹកហូរកាត់ផ្លូវកាត់អីខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនទែន យកពួកបងប្អូនដែលចង់មកលេងខែនេះអីអាចមកបានតែសំខាន់បើសិនជាបងប្អូនមានកូនតូចៗអីសូមប្រុងប្រយ័ត្នមែនទែនព្រោះទឹកវាឡើងខ្លាំងអញ្ចឹងយើងការពារភាសាយើងព្យាបាលហើយបន្ទាប់ពីពួកខ្ញុំបានមកដល់ហ្នឹងគឺអត់តលេងទឹកភ្លាមទេគឺដោយសារយើងឃ្លានបាយយើងអត់តបានញ៉ាំបាយពីនោះមកហើយគ្មានបានធ្វើម្ហូបធ្វើអីមកទេបងប្អូនហើយទិញលៀសតាមផ្លូវមកញ៉ាំអញ្ចឹងបន្ទាប់ពីពួកខ្ញុំបានញ៉ាំបាយហើយហ្នឹងក៏ធ្វើដំណើរឡើងទៅលើមកតង់ទៀតបងប្អូនដោយសារនៅលើវាមានកន្លែងលេងស្អាតអញ្ចឹងនៅក្រោមវាមានដែរប៉ុន្តែគាត់ថាវាមិនសូវស្អាតមានដែរបងប្អូននៅពេលដែលយើងហត់នឿយការងារឬក៏យើងតបប្រមល់អីចឹងទៅពេលយើងបានមកលេងអញ្ចឹងមានអារម្មណ៍ថាអារម្មណ៍ទាំងអស់ហ្នឹងវារសាត់ទៅតាមទឹកអស់អញ្ចឹងហើយបងប្អូនមើលទឹកហូរខ្លាំងមែនទែន ទៅពួកខ្ញុំបានលេងអស់ចិត្តហើយក៏ដល់ម៉ោងត្រឡប់ទៅផ្ទះវិញហើយបាទហើយជាចុងក្រោយបើសិនជាបងប្អូនចូលចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ម្នាក់មួយផងទៀតបងប្អូនកុំភ្លេចទៅជួយទៅ follow Facebook ថ្មីរបស់ខ្ញុំព្រោះអាចារ្យក្រុមហ៊ុនបានបិទបាត់ហើយដឹងថាជាមានបញ្ហាទេមិនមែនតែខ្ញុំទៅជួបបាទគឺមានច្រើនហើយរយៈពេលលេងក៏យូរដែរ 4-5 ឆ្នាំហើយខ្ញុំភ្លេចប្រាប់បងប្អូនអរគ្នាកន្លែងខ្ញុំទៅលេងហ្នឹងមានឈ្មោះថាទឹកធ្លាក់ច្រលៀងបងប្អូនហ្នឹងហើយបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយកុំភ្លេចជួយ like ម្នាក់មួយផងអរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបាយ